ជីវិតមនុស្សមិនមែនជាផ្លូវត្រង់ដែលដើរងាយៗនោះទេវាជាផ្លូវដែលពោរពេញដោយរន្ធរបួសកម្ដៅថ្ងៃភ្លៀងខ្យល់និងពេលខ្លះក៏មានភាពងងឹតដែលយើងមើលមិនឃើញផ្លូវខាងមុខមនុស្សជាច្រើនគិតថាអ្នកដែលជោគជ័យគឺជាមនុស្សមានសំណាងប៉ុន្តែជាការពិតអ្នកជោគជ័យគឺជាមនុស្សដែលមិនបោះបង់ខ្លួនឯងនៅថ្ងៃដែលវាលំបាកបំផុតពេលអ្នកចាប់ផ្ដើមអ្វីមួយថ្មីអ្នកនឹងត្រូវជួបការសង្ស័យពីខ្លួនឯងសង្ស័យពីផ្លូវដែលកំពុងដើរហើយពេលខ្លះសង្ស័យថាតើខ្ញុំធ្វើបន្តទៀតទៅមានន័យអ្វីអារម្មណ៍បែបនេះមិនមែនជាសញ្ញានៃភាពខ្សោយទេប៉ុន្តែវាជាសញ្ញាថាអ្នកកំពុងព្យាយាមធ្វើអ្វីមួយដែលធំជាងសុខស្រួលរបស់ខ្លួនជីវិតនឹងមិនផ្ដល់អ្វីមកឲ្យអ្នកដែលឥតគិតថ្លៃទេអ្វីគ្រប់យ៉ាងត្រូវការតម្លៃនោះអាចជាពេលវេលាកម្លាំងការបោះបង់ការសប្បាយបណ្ដោះអាសន្នការអត់ធ្មត់និងពេលខ្លះក៏ជាការឈឺចាប់ផ្លូវចិត្តតែសូមចាំថាការឈឺចាប់បណ្ដោះអាសន្នគឺល្អជាងការសោកស្ដាយជារយៈពេលវែងមានពេលខ្លះអ្នកនឹងធ្វើអស់ពីសមត្ថភាពតែមិនឃើញលទ្ធផលភ្លាមនេះហើយជាចំណុចដែលមនុស្សភាគច្រើនបោះបង់ពួកគេមិនបរាជ័យទេពួកគេគ្រាន់តែឈប់មុនពេលជោគជ័យមកដល់ដូច្នេះសូមកុំធ្វើជាមនុស្សម្នាក់ក្នុងចំណោមនោះបើថ្ងៃនេះអ្នកមិនឃើញផ្លែផលសូមជឿថាឫសគល់កំពុងលូតលាស់នៅក្រោមដីកុំប្រៀបធៀបផ្លូវរបស់អ្នកជាមួយផ្លូវរបស់អ្នកដទៃមនុស្សម្នាក់មានល្បឿនមានការបរិច្ឆេទនិងមានសង្គ្រាមផ្ទាល់ខ្លួនអ្វីដែលអ្នកឃើញលើបណ្ដាញសង្គមគឺជាផ្នែកខាងមុខរបស់ជីវិតគេមិនមែនជាពេញលេញនៃការតស៊ូរបស់គេទេសូមផ្ដោតលើជំហានរបស់ខ្លួនឯងហើយធ្វើឲ្យថ្ងៃនេះល្អជាងម្សិលមិញត្រឹមតែបន្តិចក៏គ្រប់គ្រាន់ហើយថ្ងៃណាដែលអ្នកអស់កម្លាំងសូមសម្រាកតែសូមកុំបោះបង់ការសម្រាកគឺជាផ្នែកមួយនៃការតស៊ូមិនមែនជាការបរាជ័យទេសម្រាកដើម្បីបញ្ចូលថាមពលហើយត្រឡប់មកបន្តដោយចិត្តរឹងមាំជាងមុនកុំស្ដីបន្ទោសខ្លួនឯងពេលអ្នកយឺតព្រោះការយឺតមិនមានន័យថាអ្នកកំពុងថយក្រោយទេសូមចងចាំថាអ្នកមិនត្រូវការកម្លាំងពេញមួយជីវិតដើម្បីឈ្នះនោះទេអ្នកគ្រាន់តែត្រូវការចិត្តមិនបោះបង់ក្នុងមួយថ្ងៃជំហានតូចៗដែលអ្នកធ្វើរៀងរាល់ថ្ងៃនឹងបង្កើតការផ្លាស់ប្ដូរធំនៅថ្ងៃក្រោយអនាគតមិនត្រូវបានសាងសង់ដោយការចង់បានទេប៉ុន្តែដោយអ្វីដែលអ្នកធ្វើនៅថ្ងៃនេះនៅថ្ងៃណាមួយពេលអ្នកឈរនៅកន្លែងដែលអ្នកធ្លាប់ស្រមៃអ្នកនឹងយល់ថាគ្រប់ទឹកភ្នែកការអត់ធ្មត់និងការខំប្រឹងទាំងអស់មិនបានខាតបង់ទេអ្នកនឹងមើលក្រោយហើយនិយាយទៅខ្លួនឯងថាសំណាងល្អណាស់លក្ខណៈនោះខ្ញុំមិនបោះបង់ដូច្នេះសូមបន្តតស៊ូបន្តខំប្រឹងនិងបន្តជឿលើខ្លួនឯងទោះបីគ្មាននរណាយល់ចិត្តក៏ដោយព្រោះនៅចុងផ្លូវមនុស្សដែលឈ្នះមិនមែនជាមនុស្សដែលមិនធ្លាប់ដួលទេប៉ុន្តែជាមនុស្សដែលដួលហើយឈរឡើងម្ដងទៀតគ្រប់លើក